ក្នុងសម័យកាលដ៏យូរលង់ណាស់មកហើយមានព្រះនាងមួយអង្គព្រះនាមដេវីដែលល្បីល្បាញខាងបញ្ញាស្មារតីព្រះនាងមិនត្រឹមតែមានសម្រស់ស្អាតនោះទេប៉ុន្តែព្រះនាងមានភាពវៃឆ្លាតលឹះគេផងដែរក៏ប៉ុន្តែមានសេនាបតី4រូបចង់កម្ចាត់ស្វាមីរបស់ព្រះនាងពួកគេបានរៀបចំផែនការអាក្រក់ដើម្បីទម្លាក់កំហុសនិងបណ្ដេញមហោសថចេញពីនគរនៅពេលមហោសថត្រូវចាក់ចេញព្រះនាងដេវីដឹងច្បាស់ថានេះគឺជាល្បិចកលរបស់ពួកមន្ត្រីខូចព្រះនាងមិននៅស្ងៀមឡើយព្រះនាងបានរៀបចំអន្ទាក់ដ៏វៃឆ្លាតមួយដើម្បីសងសឹកលឿអ្នកទាំង4នោះព្រះនាងបានបញ្ជាឲ្យគេជីករណ្ដៅដ៏ជ្រៅមួយនៅចំកណ្ដាលបន្ទប់ផ្ទះចាស់មួយរណ្ដៅនោះត្រូវបានចាក់បំពេញដោយភក់ច្រាំស្អិតនិងទឹកស្ករយ៉ាងច្រើនសន្ធឹកសន្ធាប់ហើយព្រះនាងបានយកកន្ទេលយ៉ាងស្អាតមកក្រាលពីលើដើម្បីបិទបាំងអន្ទាក់ដ៏គ្រោះថ្នាក់នេះថ្ងៃបន្ទាប់ព្រះនាងបានផ្ញើសារទៅកាន់មន្ត្រីទាំង4រូបដោយអញ្ជើញពួកគេមកជួបនៅពេលយប់នៅពេលយប់ងងឹតចូលមកដល់សេនាបតីទាំង4បានចូលមកដោយសង្ឃឹមថានឹងបានជួបព្រះនាងគ្រាន់តែឈានជើងចូលដល់ភ្លាមគេក៏ធ្លាក់ចូលក្នុងរណ្ដៅភក់សូក្រាំងព្រះនាងដេវីក៏បានបង្ហាញខ្លួនជាមួយជន្លួសបំភ្លឺភ្លើងយ៉ាងច្បាស់នៅពេលនោះព្រះនាងបានបញ្ជាឲ្យទាហានអូសពួកគេចេញមកដើម្បីយកទៅកាត់ទោសរឿងរ៉ាវបានចាប់សពគ្រប់អស់មហោសថបានត្រឡប់មកវិញដោយសុវត្ថិភាពហើយកោតសរសើរចំពោះភរិយាដ៏ឆ្លាតវៃចាប់ពីពេលនោះមកអ្នកទាំងពីរក៏រស់នៅជាមួយគ្នាយ៉ាងមានសុភមង្គលនិងសន្តិភាពជារៀងរហូត